យុគនេះអេស្ប៉ាញប៉ះជាមួយនឹងប៉ូទុយហ្គាល់នៅក្នុងពានរង្វាន់ UEFA Nation League វគ្គផ្ដាច់ព្រាត់នៅឆ្នាំ2025ដោយក្រុមជម្រើសជាតិអេស្ប៉ាញបានទម្លាក់ក្រុមជម្រើសជាតិបារាំងនៅ4ក្រុមចំណែកឯប៉ូទុយហ្គាល់បានទម្លាក់ក្រុមអេស្ប៉ាញក្រុមអាល្លឺម៉ង់មកពីអាល្លឺម៉ង់ឡើងមកពីផ្ដាច់ព្រាត់ចាំមើលថាតើគ្រីស្ទីណូរ៉ូណាល់ដូអាចជួយប៉ូទុយហ្គាល់លើកពាន UEFA Nation League ជាលើកទី2បានដែរឬទេឬក៏ឡាមីនយ៉ាម៉ាល់ជាអ្នកលើកពានជាលើកដំបូងរបស់ខ្លួនអូខេ